June អាដាមប្រាក់សកុនអាដាមហ៊ីងស៊ូចេះដោយសារមានសំណួរសំណើជាច្រើនរបស់បងប្អូនពលករយើងដែលកំពុងរស់នៅធ្វើការនៅប្រទេសថៃដែលចង់វិលត្រឡប់មកកម្ពុជារបស់យើងហើយបងប្អូនខ្លះក៏មានបញ្ហាឯកសារអញ្ចឹងសូមអាដាមឲ្យគោលការណ៍ទៅស្ថានទូតរបស់យើងនៅថៃនៅទីក្រុងបាងកកក៏ដូចជាកុងស៊ុលរបស់យើងនៅសាកែវនិងនៅកន្លែងណាទៀតដែលយើងមានកុងស៊ុលគឺសូមធ្វើយ៉ាងណាឲ្យសម្រួលឯកសារឲ្យគាត់ដើម្បីបានត្រឡប់មកវិញហើយទីប្រឹក្សាពលកររបស់យើងនៅទីនោះក៏ខិតខំសហការជាមួយស្ថានទូតដើម្បីជួយសម្រួលដល់បងប្អូននៅត្រូវត្រឡប់មកកម្ពុជាវិញហើយអាដាមហ៊ីងស៊ូពេលដែលបងប្អូនមកវិញអាចព្យាយាមដើម្បីភ្ជាប់គាត់ជាមួយនឹងការងារនៅក្នុងស្រុកដែលយើងកំពុងខ្វះកម្លាំងពលកម្មដោយឡែកអាដាមភិសន្តិបណ្ឌិតសសុខាក្រសួងមហាផ្ទៃអាដាមសុកវាសនាខាងអន្តរប្រវេសន៍និងអាដាមលោកជំទាវអភិបាលគណៈអភិបាលរាជធានីខេត្តជាប់ព្រំដែនទាំង7គឺធ្វើយ៉ាងណាដើម្បីជួយសហការក្នុងការសម្រួលប្រជាពលរដ្ឋរបស់យើងដែលត្រឡប់មកវិញមានឬគ្មានឯកសារគឺឲ្យគាត់ចូលមកឲ្យតែជនជាតិខ្មែរបាទជួយសម្រួលឲ្យគាត់ចូលមកហើយសហការជាមួយនឹងខាងអង្គភាពយើងបានត្រៀមរៀបចំរថយន្តក្នុងករណីដែលមកជាកំហុកគឺដើម្បីជួយសម្រួលត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញ